ระเบียงประเดี๋ยวปวนคือเตยแต่จะยกโยลគ្នាទៅវិញទៅមកมันអាចប្រកែកយកឈ្នះយកចាញ់គ្នាទេពីព្រោះប្រពន្ធគឺប្រៀបធៀបទៅនឹងដាតហើយនឹងថ្មិញគឺតែងតែប៉ះពាល់គ្នារាល់ថ្ងៃចឹងហើយដាតថ្មិញគឺមិនដែលឆ្លោះគ្នាទេចឹងយើងកុំឲ្យចាញ់របស់ទាំងពីរហ្នឹងដូច្នេះខុសត្រូវខ្វះខាតលើសលប់ត្រូវចេះយកយល់ហាជាស្រ័យឲ្យគ្នាហើយផ្ដល់តម្លៃឲ្យគ្នាទៅវិញទៅមករស់នៅដោយសមធម៌សមធម៌នេះនៅក្នុងពុទ្ធសាសនាពុទ្ធបង្រៀនថាមាន4នៅក្នុងចំណោម4នោះក៏ដូចជាមានទានការឲ្យទាននោះគឺស្មើគ្នាមិនអាចខ្វះខាតលើសលប់ទេហ្នឹងត្រូវស្មើគ្នាកុំឲ្យការបរិច្ចាគរបស់យើងទៅជាលំអៀងចេះមួយចុះពីរហើយសិលដូចគ្នាពីព្រោះនៅក្នុងពុទ្ធសាសនាមានសម្ដែងទាំងសង្វាសធម៌ដែរសង្វាសធម៌ហ្នឹងធម៌ដែលរួមរស់នៅជាមួយគ្នាហើយដូចជាព្រះអង្គសម្ដែងអំពីខ្មោចប្រុសនៅជាមួយទេវតាស្រីទេវតាស្រីនៅជាមួយទេវតាប្រុសទេវតាស្រីនៅជាមួយខ្មោចប្រុសខ្មោចប្រុសនៅជាមួយខ្មោចស្រីមាន4ប្រភេទណាវិលទៅវិលមកគឺ